សត្វពស់យក្សប្រវែង100 ម៉ែត្របានលេចចេញពីសមុទ្រភ្លាមដោយវាបានកកទឹកឲ្យคล้ายជាខែទឹកកកយ៉ាងរហ័សពស់យក្សនោះបានបក់បក់នៅលើផ្ទៃសមុទ្រហើយកំណត់គោលដៅលើក្រុមរបស់អាំងនេះគឺជារឿងភាគបែបមនុស្សសម្ដែង Avatar The Last Airbender វគ្គ 2 នៅក្នុងទ្វីបដ៏អស្ចារ្យនេះមានកុលសម្ព័ន្ធទឹកដែលអាចប្រែក្លាយទឹកទៅជាទឹកកកកុលសម្ព័ន្ធដីដែលអាចបញ្ជាថ្មយក្សកុលសម្ព័ន្ធភ្លើងដែលប្រើប្រាស់ភ្លើងយ៉ាងស្ទាត់ជំនាញនិងកុលសម្ព័ន្ធខ្យល់ដែលប្រើខ្យល់ដើម្បីហោះហើរកាលពីមុនប្រទេសទាំង4នេះធ្លាប់រស់នៅជាមួយគ្នាយ៉ាងសុខសាន្តប៉ុន្តែអាណាចក្រភ្លើងមានមហិច្ឆតាចង់ត្រួតត្រាពិភពលោកអ្នកដែលអាចសង្គ្រោះពិភពលោកបានមានតែ Avatar ដែលមានអំណាចគ្រប់គ្រងធាតុទាំង4ប៉ុណ្ណោះប៉ុន្តែពេលនេះ Avatar ដែលចាប់ជាតិថ្មីឈ្មោះអាំងនៅក្មេងនៅឡើយហើយរៀនបានតែធាតុខ្យល់និងទឹកប៉ុណ្ណោះសូម្បីតែការប្រើភ្លើងក៏គេនៅមិនទាន់ហាត់បានស្ទាត់ជំនាញនៅឡើយដែរការគ្រប់គ្រងធាតុទឹករបស់អាំងនៅមានភាពរដិបរដុបបន្តិចមែនប៉ុន្តែបើប្រឈមមុខនឹងពួកទាហានអាណាចក្រភ្លើងគឺមិនមែនជាបញ្ហាសម្រាប់គេឡើយនៅក្បែរគេមានកាតារ៉ាដែលជាអ្នកបញ្ជាទឹកចុងក្រោយនៃកុលសម្ព័ន្ធទឹកនិងបងប្រុសដ៏ក្លាហានរបស់នាងឈ្មោះសូកាអ្នកទាំង3បានបង្ហាញសមត្ថភាពរៀងៗខ្លួនហើយពួកទាហានទាំងនោះមិនមែនជាគូប្រកួតរបស់ពួកគេឡើយក្រុមតូចរបស់អាំងបានជួយសង្គ្រោះប្រជាជនស្លូតត្រង់ដែលត្រូវបានឡោមព័ទ្ធហើយនៅពេលជិតបញ្ចប់ការប្រយុទ្ធអ្នកចម្បាំងស្រីស៊ូគីក៏បានចូលរួមក្នុងសមរភូមិនិងសម្រេចចិត្តរួមកម្លាំងជាមួយអាំងដើម្បីទៅសង្គ្រោះពិភពលោកជាមួយគ្នាពួកគេបាននាំប្រជាជនឆ្ពោះទៅកាន់តំបន់សុវត្ថិភាពតាមផ្លូវតូចចង្អៀតនៅចន្លោះច្រាំងថ្មចោតបន្ទាប់មកអាំងនិងកាតារ៉ាបានរួមកម្លាំងគ្នាប្រើវិជាបញ្ជាទឹកដើម្បីបំបែកទឹកសមុទ្រឲ្យទៅជាសងខាងទស្សនវិជ្ជានេះបានធ្វើឲ្យប្រជាជនស្រឡាំងកាំងប៉ុន្តែភ្លាមៗនោះមានដុំភ្លើងមួយបានហោះមកបុកចំសំណាងល្អដែលអាំងមានប្រតិកម្មរហ័សទើបអាចជួយឲ្យអ្នករាល់គ្នាឆ្លងកាត់សមុទ្រដោយសុវត្ថិភាពដើមឡើយស្មានតែពួកអាណាចក្រភ្លើងមកដេញសម្លាប់ដងទៀតប៉ុន្តែពួកគេមកដើម្បីតែសัตว์ពស់សមុទ្រប៉ុណ្ណោះមិនដឹងថាពស់សមុទ្រនេះវាឈួតអីបានជាវាមិនទៅវាយប្រហារពួកអាណាចក្រភ្លើងតែបែរជាបកក្រោយមកដេញតាមក្រុមរបស់អាំងវិញអាំងក៏បានប្រាប់ឲ្យអ្នករាល់គ្នាដកថយជាមុនសិនដោយទុកឲ្យគេជាអ្នកចាត់ការនៅពេលឈរនៅក្បែរពស់សមុទ្រអាំងមើលទៅតូចគួរឲ្យអាណិតណាស់ស៊ូគីនិងអ្នកផ្សេងទៀតបានប្រើអាវុធវាយឆ្មក់ប៉ុន្តែវាបែរជាធ្វើឲ្យពស់សមុទ្រកាន់តែខឹងខ្លាំងបន្ទាប់មកវាបានបាញ់ទឹកមាត់វាយប្រហារយ៉ាងសាហាវក្នុងស្ថានភាពអាសន្នបំផុតកាតារ៉ាក៏បានចេញមុខធ្វើសកម្មភាពនៅក្នុងទឹកនាងគឺជាអ្នកខ្លាំងបំផុតនាងបានធ្វើឲ្យទឹកសមុទ្រកជាទឹកកកបកកពស់សមុទ្រឲ្យជាប់រួចហើយលើកខែទឹកកកបោកទៅលើវាក្នុងពេលជាមួយគ្នានោះអាំងក៏បានឆ្លៀតឱកាសតាក់ទាញពស់សមុទ្រឲ្យបុកក្បាលនឹងផ្ទាំងថ្មទីបំផុតវិបត្តិនេះត្រូវបានដោះស្រាយទាំងស្រុងបងប្អូននៅកំពុងធ្វើការប្រហុកត្រីហៀបងប្រហុកត្រីហៀគុណភាពល្អបងនៅខាងខេត្តកំពង់ចាមធានាគុណភាពឲ្យជាប្រភេទត្រីទន្លេបងធានាគុណភាពឲ្យអត់មានប្រាសាទធីគីមីរសាទុកអីទេបងប្រហុកខាងប្អូនធានាធំក្លិនខធំក្លិនខាធានាដែលមានអំបិលច្រើនខាងប្អូនធានាដោលុយជូនវិញទាំងអស់បងហើយសម្រាប់តម្លៃកាន់តែធូរថ្លៃមែនទែនបង1គីឡូតម្លៃត្រឹមតែ10000រៀលតែប៉ុណ្ណោះបង1គីឡូ10000រៀល1គីឡូ10000រៀលទេបងសម្រាប់អីវ៉ាន់នេះគឺលក់ធូរមែនទែន1គីឡូតែ10000ទេបង1គីឡូ10000ណាគ្រាន់តែបញ្ជាក់បន្តិចឲ្យពាក់ព័ន្ធមួយខាងសេវាខាងបងអ្នកចេញខាងប្អូនលក់តម្លៃធូរប៉ុណ្ណឹងហើយអញ្ចឹងខាងសេវាខាងបងអ្នកចេញទៅបងអធិស្ឋានផងហើយមិនបាច់ភ័យទេបងទីតាំងខាងប្អូនមានពិតប្រកបអីវ៉ាន់មានពិតប្រកបទីតាំងខាងប្អូននៅខាងភូមិថ្មដាឃុំព្រែកពោសុកសេងថោខេត្តកំពង់ចាមបងទីតាំងនៅភូមិថ្មដានឹងត្មងបងទីតាំងមានពិតអីវ៉ាន់មានពិតធានាគុណភាពឲ្យអត់រកស៊ីបោកប្រាស់ទេបងរស់រានឡើងបងអីវ៉ាន់ចំនួនមានកំណត់បងអរគុណច្រើនបងដែលបានទស្សនាវីដេអូខាងប្អូន